អូខេអ្នកគ្នាមិនសិនមិញប្រហែលជាឃើញហើយ Mobile Legends គេបាន announce ជាមួយនឹង event មួយដែល event ហ្នឹងគេ collaborate ជាមួយនឹង Street Fighter ជាមួយនឹង MLBB ដែល skin ទាំងអស់ហ្នឹងមកជាមួយនឹងការ collaboration Hero 4អ្នកទាំងអស់គ្នា skin ទី1ហ្នឹងគឺជា Ryu ដែលត្រូវ collaborate ជាមួយនឹង Hero Pagito ទី2គឺតួអង្គ Ken ដែលត្រូវជាមួយនឹង Hero Chu ទី3ហ្នឹងគឺជា Hero Dero ដែលត្រូវ collaborate ជាមួយនឹងតួអង្គ Gael អ្នកទាំងអស់គ្នាចំណែកកូនស្រីពៅយើងចុងក្រោយគេហ្នឹងគឺជា Kevin Nivea ដែលត្រូវ collaborate ជាមួយនឹង Chun Li អញ្ចឹងបើសិនជាខ្ញុំអានឈ្មោះខុសអីអ្នកទាំងអស់គ្នាជួយប្រាប់ខ្ញុំផងឬថាខ្ញុំអត់ចេះអានទេហើយភ្ជាប់ជាមួយនឹង event ហ្នឹងក៏មានជាមួយនឹងការ free skin ផងដែរដែលការ free skin ហ្នឹងមិនមែនជា free skin epic ទេអ្នកទាំងអស់គ្នាដូចជា free skin special ទេដែលគេតម្រូវឲ្យយើងដោះ test ដើម្បីទទួលបាន skin ហ្នឹងហើយ test ហ្នឹងទៀតសោតអ្នកទាំងអស់គ្នាដែលធ្លាប់ឆ្លងកាត់ប្រហែលជាដឹងហើយ skin epic មុននេះណាមកជាមួយនឹងកញ្ចប់ពណ៌លឿងនិងកញ្ចប់ពណ៌ផ្កាឈូកអញ្ចឹងសរុបមកវិញបើសិនជាគ្នាយើងណាដែលគាត់ចង់បើក skin Street Fighter ហ្នឹងឲ្យវាចំណេញរបៀបថាចំណាយតិចតែចំណេញច្រើនអ្នកនរគ្នាអាចបើកវាមួយថ្ងៃម្ដងបានបន្ទាប់មកទៀតអ្វីដែលសំខាន់បំផុតហ្នឹងគឺជាការ free ticket អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ដាក់ទេគឺដឹងតែចាយច្រើនហើយកន្លឹះសំខាន់គ្នាយើងគ្រាន់តែដាក់ weekly pass គុណនឹង3ក្នុងថ្ងៃដែលគេ free ticket ហ្នឹងគ្នាយើងនឹងទទួលបាន full ticket ហ្នឹងគេមក2លើកណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែដាក់ឲ្យវា full ទាំង2លើកហ្នឹងទៅហើយបវលវាមួយថ្ងៃម្ដងទៅនឹងបានហើយបើសិនជាគ្នាយើងលេងចំណាយទាំងពេជ្រយកតែម្ដងវាដូចជារៀងច្រើនអ្នកទាំងអស់គ្នា